មុខម្ហូបគេឡើងឆ្ងាញ់ហើយបង្រត់មកភ្ញាក់ផ្អើលអីគេហ្នឹងបើមិនភ្ញាក់ផ្អើលម៉េចបើគាត់ដែរញ៉ាំផងព្រោះអីអត់ដែរធ្វើឲ្យគាត់ញ៉ាំលើកនេះធ្វើឲ្យគាត់ញ៉ាំម្ដងឲ្យប្លែកមាត់តែបងប្អូនហើយនេះគឺខ្ញុំមានពេញប៉ោះហើយពេញប៉ោះគឺឡើងធំបងប្អូនអើយ4ផ្លែបងប្អូននៅឡើង3ផោនជាងតែខ្ញុំធ្វើតែ3បងប្អូនព្រោះវាធំហើយណាមួយមាត់តែ2នាក់ទៀតអញ្ចឹងធ្វើច្រើនពេកខ្លាចសអញ្ចឹងណាបងប្អូនយើងធ្វើមកល្មមសិនទៅណាមួយអត់ដឹងមករត់ក៏ចូលចិត្តមុខម្ហូបនឹងដែរអត់ទេតែសម្រាប់ខ្ញុំគឺលើកដំបូងដែលខ្ញុំធ្វើឲ្យញ៉ាំដូចគ្នាតែខ្ញុំសម័យគិតថាប្រហែលជាវាឆ្ងាញ់មើលទៅព្រោះអីម្រះនៅឆ្ងាញ់ចិត្តរំដាក់ពេញប៉ោះចឹងទៀតវាកាន់តែឆ្ងាញ់ទៀតទៅហើយខ្ញុំមានសាច់ជ្រូក3ជាន់បងប្អូនហើយជាប់ស្បែកហ្នឹងគឺឥឡូវស្បែកខ្ញុំអត់ច្រាំជាមួយទេគឺខ្ញុំហាន់វាទុកមកដុំសិនចឹងណាហើយសាច់ជ្រូកខ្ញុំថ្ងៃនេះដែរគឺនៅសល់ប៉ុណ្្នឹងអើយបងប្អូនអើយចុងសប្តាហ៍ហើយស្អែកឡើងទៅផ្សារហើយហាន់ទូចហ្នឹងដើម្បីងាយស្រួលដាក់ម៉ាស៊ីនកិនឲ្យឆាប់ម៉ត់អញ្ចឹងណាហើយក៏ខ្ញុំដាក់លាយជាមួយនឹងខ្ទឹមស2-3កាពើហើយបកាយាហឺនេះហើយប៊ីយាហឺហ្នឹងក៏ខ្ញុំដាក់ចូលទៅហើយដែរបងប្អូនដើម្បីកិនជាមួយគ្នាអញ្ចឹងណាចំពោះស្បែកជ្រូកគឺខ្ញុំអត់ដាក់ចូលគ្នាទេស្បែកជ្រូកគឺខ្ញុំទុកដាក់ខាងក្រៅពេលលងាស់ជាមួយនឹងទឹកស្លយើងអញ្ចឹងណាបងប្អូនមានម៉ាស៊ីនកិនសាច់អញ្ចឹងងាយស្រួលយើងអត់សូវហត់ចិញ្ច្រាំសាច់ដាក់តែមួយត្រល់2ត្រល់គឺម៉ត់រួចជាទុកសាច់មួយដុំសិនមកដាំទឹកស្លហើយសិនដាំទឹកស្លហើយខ្ញុំមកលាយគ្រឿងមកយើងវិញម្ដងគ្រឿងសាច់ជ្រូកយើងដែលយើងចិញ្ច្រាំជាមួយនឹងម៉ាស៊ីនហ្នឹងបងប្អូនហើយក៏ក្នុងហ្នឹងដែរខ្ញុំដាក់ជាមួយនឹងម្សៅមួយដុំដែរម្សៅហ្នឹងគឺខ្ញុំហាន់វាចឹងទៅដើម្បីបានល្អិតអញ្ចឹងណាកុំឲ្យវែងពេកខ្ញុំហាន់ដាក់មួយដុំចឹងទៅហើយក៏ដាក់លាយជាមួយនឹងសាច់របស់យើងឥឡូវយើងមកលាយគ្រឿងមានដូចជាលក្ខខ្ទឹមមានដូចជាម្រេចម្សៅស៊ុបមាន់ទឹកត្រីស្ករប៊ីចេងអំបិលហើយនឹងជាមួយនឹងទឹកប្រេងខ្យងខ្ញុំនិយាយរឿងលឿនតិចហើយបងប្អូននេះបើមិនចឹងទេវីដេអូទៅមុនទៅក្រោយឡើយហើយដាក់គ្រឿងក្រៅយើងមកល្មមបាច់ដាក់ប្រៃពេកទេបាក់មកល្មមចឹងណាបងប្អូនចិត្តបែបណាដាក់បែបហ្នឹងទៅបងប្អូនហើយខ្ញុំក៏ពាក់ស្រោមដៃពាក់អីចឹងទៅដើម្បីច្បល់សាច់យកឲ្យឆាប់ចូលជាតិចូលគ្រឿងគ្នាអញ្ចឹងណាហើយផ្អាប់ទុករយៈពេល5នាទីអីចឹងទៅដើម្បីឲ្យសាច់របស់យើងចូលគ្រឿងចូលជាតិជាមួយនឹងគ្រឿងក្រៅរបស់យើងនឹងឯងហើយក៏កលិចមើលទឹករបស់យើងគឺពុះបាត់ហើយបងប្អូនអញ្ចឹងក៏ខ្ញុំដាក់ជាមួយនឹងអាស្បែកជ្រូកដែលនៅសល់ហ្នឹងហើយក៏ថែមជាមួយនឹងបកាក្រៀមនិងខ្ទឹមបន្តិចហើយខ្ញុំក៏ដាក់ការ៉ុតតិចដែរបងប្អូនដោយសារតែខ្ញុំហ្នឹងគឺចង់បានទឹកស៊ុបហត់ចឹងណាទឹកស្លហត់ចឹងដែរគឺមុខម្ហូបមុខហ្នឹងគឺយើងយកចំហុយទៅក៏បានដែរញ៉ាំជាមួយនឹងទឹកស៊ីអ៊ីវក៏ឆ្ងាញ់ដែរបងប្អូនប៉ុន្តែថ្ងៃនេះគឺខ្ញុំចង់បានទឹកស៊ុបហត់ចឹងក៏ខ្ញុំយកមកស្ងោរមកទុកពេលរងាស់ស្បែកជ្រូកជាមួយនឹងការ៉ុតយើងហ្នឹងខ្ញុំក៏យកពេលហ្នឹងគឺមកញាត់ជាមួយនឹងសាច់របស់យើងចូលនឹងពេញប៉ោះរបស់យើងបងប្អូនអញ្ចឹងសាច់អត់មានសល់ទេគឺជាមួយនឹងពេញប៉ោះគឺល្មមតែម្ដងបងប្អូនដាក់ញាត់ឲ្យណែនអញ្ចឹងទៅកុំឲ្យចេញក្រៅអញ្ចឹងណាហើយខ្ញុំក៏បានយកឈើយកមកចាក់ដើម្បីឲ្យកុំឲ្យវាចេញអញ្ចឹងណាយើងមានគម្របមានអីណាលយប្រគេណាបង្រត់ភ្ញាក់ផ្អើលមានឈើមានអីទៀតតិចច្រឡំញ៉ាំឈើអីចឹងទៅពេលស្ងោរហើយកុំភ្លេចដកឈើចេញផងបងប្អូនបើសិនបងប្អូនមិនបាច់ដាក់គម្របអញ្ចឹងក៏បានដែរយើងដាក់ស្ងោរធម្មតាក៏បានដែរលើបងប្អូនទេតែខ្ញុំចង់បានដាក់គម្របចឹងទៅកុំឲ្យសល់សាច់ពេញប៉ោះចោលច្រើនពេកចឹងណាបងប្អូនហើយណាមួយមើលទៅវារៀងទំនងដែររយៈពេលនៃការរងាស់ហ្នឹងគឺខ្ញុំរងាស់ពី10ទៅ15នាទីបងប្អូនហើយក៏ខ្ញុំថែមគ្រឿងក្រៅទឹកយើងខាងក្រៅមុននឹងយើងថែមគ្រឿងក្រៅយើងភ្លក់មើលសិនអាចនឹងវារៀងប្រៃឬរឿងផ្អែមតាមដែលសាច់យើងខាងក្នុងចេញមកអញ្ចឹងណាយើងថែមថយដាក់តាមហ្នឹងទៅឥឡូវនេះគឺឆ្អិនរួចរាល់ហើយបងប្អូនខ្ញុំដកឈើចេញហើយក៏ខ្ញុំថែមជាមួយនឹងស្លឹកខ្ទឹមតិចដើម្បីឲ្យស្លរបស់យើងកាន់តែមានរសជាតិឆ្ងាញ់រួចរាល់ហើយបងប្អូនអាចញ៉ាំបានទេចំពោះរសជាតិវិញឆ្ងាញ់បងប្អូនអាចសាកធ្វើញ៉ាំបាន